បាទជំរាបសួរទាំងអស់គ្នាថ្ងៃនេះយើងនឹងលើកយកបន្ទប់គេងបាទដែលមានមុំស្រួចឬក៏ជ្រុងស្រួចមកនិយាយបាទបន្ទប់គេងដែលមានមុំស្រួចឬក៏ជ្រុងស្រួចបាទនាំបង្កគ្រោះដល់អ្នកដែលគេងនៅក្នុងនោះមុននឹងបន្តការងារនេះបាទដោយសារមានបាទអស់លោកស្រីកូនសិស្សបាទខ្លះបាទមានឆ្ងល់លោកគ្រូនិយាយទៅគាត់ស្ដាប់មិនសូវបានឬក៏លោកគ្រូនិយាយមិនច្បាស់ឬក៏លោកគ្រូនិយាយមិនអស់បាទគាត់រកលេខលោកគ្រូបាទដើម្បីតាក់ទងមកសួរដើម្បីឲ្យជំរះការសង្ស័យរបស់គាត់នឹងមិនទាន់អស់អញ្ចឹងបាទយកលេខទូរស័ព្ទលោកគ្រូពីខ្សែទៅបាទខ្សែទី1គឺ097 99909និង25បាទមួយខ្សែទៀត089 30 41និង89បាទលេខទាំងពីរខ្សែនេះមានទាំងទូរស័ព្ទមានទាំង Telegram បាទគឺបន្ទប់គេងឬក៏បន្ទប់ដេកដែលមានជ្រុងបាទបង្កឲ្យមានគ្រោះបាទនៅក្នុងក្បួនបាននិយាយថាផ្ទះណាដែលមានបន្ទប់ហើយបន្ទប់នោះមានជ្រុងបាទបន្ទប់នោះមានជ្រុងអ្នកដែលគេងអ្នកដែលសម្រានបាទអ្នកដែលទទួលទានតំណែងនៅក្នុងបន្ទប់នោះនឹងមានគ្រោះបាទមានគ្រោះយ៉ាងម៉េចបាទកាលណាគេគេងក្នុងបន្ទប់នោះបាទចាប់ពី3ឆ្នាំបាទចាប់ពី3ឆ្នាំខ្លះរាសីទៀតចាប់ពី1ឆ្នាំឡើងទៅប៉ុន្តែយើងនិយាយពី3ឆ្នាំចុះពី3ឆ្នាំ5ឆ្នាំយ៉ាងយូរបំផុត8ឆ្នាំនឹងមានគ្រោះកាចបាទគ្រោះកាចយ៉ាងម៉េចបាទវាមានជំងឺផ្សេងបាទរហូតទៅដល់ឈានទៅដល់ការវះកាត់បាទតើក្នុងអត្ថន័យបន្ទប់ដែលមានជ្រុងនឹងយ៉ាងម៉េចបាទបន្ទប់ដែលមានជ្រុងនោះហៅជ្រុងស្រួចនោះបាទយើងរាប់ចាប់ពីមានជ្រុងនោះមានមុំបាទមានមុំ90អង្សាបាទនេះឧទាហរណ៍នេះឧទាហរណ៍នេះទប់ដេកចាបន្ទប់បាទនេះទប់ចឹងតែមានសសរមួយបាទសសរមួយមានជ្រុងចាបាទសសរមួយមានជ្រុងចូលក្នុងចឹងបាទនេះជ្រុងចូលក្នុងចឹងបាទឬក៏ខាងលើបន្ទប់វាមានឈើមានដែកមានឆ្អឹងដែលមានជ្រុងបាទរាប់ពី90អង្សាចុះមកនឹងមានគ្រោះបាទខ្លះបាទយកតុ4ជ្រុងទៅដាក់ក្នុងបន្ទប់គេងបាទនោះក៏ជាជ្រុងមួយដែរខ្លះយកទូទៅដាក់ក្នុងហ្នឹងអាទូហ្នឹងជ្រុងបាទក៏បង្កឲ្យមានបញ្ហាដូចគ្នា